ដំបងបណ្ដូលចិនអើបាត់ដំបងគឺជាខេត្តមួយដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាហើយជាទីក្រុងដែលស្រស់ឆើតឆាយដែលមានសំណង់រចនាបថផ្ទះដែលសល់ពីសម័យអាណានិគមបារាំងសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិនិងកាយច្នៃជាច្រើនថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងគ្នាមកស្គាល់3កន្លែងដើរលេងល្បីៗនិងកន្លែងញ៉ាំអាហារឆ្ងាញ់ៗនៅបាត់ដំបងវិញម្ដងហើយពេលបានមកដល់លេងក្រៅខេត្តអញ្ចឹងខ្ញុំតែងតែជ្រើសរើសការធ្វើដំណើរជាមួយនឹងតុកតុកដោយសារតែថាដែរគេមានកាដូថ្មីសម្រាប់អ្នកបាត់ដំបងដែលបញ្ចុះតម្លៃរហូតដល់ 50% ដោយគ្រាន់តែប្រើប្រាស់ប្រម៉ូតកូដ BBO25 ដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31តុលាឆ្នាំ2025សម្រាប់កន្លែងទី1ដែលខ្ញុំចង់ណែនាំឲ្យបងប្អូនអ្នកគ្នាស្គាល់គឺជាកន្លែងញ៉ាំអាហារពេលព្រឹកដ៏ល្បីមែនទែនតែកន្លែងមួយនេះមានឈ្មោះថាគុយទាវស្លឹកឈូកបាត់ដំបងនិយាយទៅគ្រាន់តែមកដល់ភ្លាមឃើញមានមនុស្សមកញ៉ាំអីនៅកន្លែងរបស់គាត់ច្រើនខ្លាំងមែនទែនដោយសារតែគុយទាវហើយនឹងមីកូខ្ចប់ស្លឹកឈូកនៅកន្លែងរបស់គាត់នេះបើកលក់បានជាង40ឆ្នាំដែលល្បីថាឆ្ងាញ់ហើយគេញ៉ាំត្រូវមាត់ច្រើនអញ្ចឹងហើយក្រៅពីនឹងគាត់ក៏មានលក់ជាប្រភេទបបរត្រីបាញ់កាញ់ហើយជាប្រភេទគុយទាវស៊ុបអីចឹងទៅតែអ្វីដែលល្បីជាងគេគឺគុយទាវគោកស្លឹកឈូកនឹងឯងចំពោះគុយទាវគោកហើយនឹងមីកូនៅកន្លែងរបស់គាត់គឺគាត់លាយគ្រឿងម្ដងម្ចាស់ចឹងហើយពេលទៅញ៉ាំគឺរៀងចាំយូរតិចតែថាចង់បានលឿនអីយើងអាចឈោចាំយកខ្លួនឯងបានចឹងណាមួយដោយសារតែខ្ញុំទៅនឹងចង់ថ្ងៃសៅរ៍អាទិត្យចឹងហើយគឺមានភ្ញៀវមកញ៉ាំច្រើនមែនទេនិយាយទៅនៅកន្លែងរបស់គាត់ហ្នឹងបើថាចង់មកញ៉ាំអីត្រូវតែអត់ធ្មត់តិចហើយអ្នកនរគ្នាមីខ្ចប់ស្លឹកឈូកគឺទំនងខ្លាំងមែនទេនៅកន្លែងរបស់គាត់នេះមានរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យទៀតអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាបានមកលេងបាត់ដំបងអីគួរតែចូលមកសាកនៅកន្លែងរបស់គាត់បានម្ដងញ៉ាំអីពួកខ្ញុំក៏បន្តដំណើរទៅរកហាងកាហ្វេវិញម្ដងដែលកន្លែងមួយនេះមានឈ្មោះថា The Space Coffee ជាហាងកាហ្វេដែលរៀបចំបែប minimal ហើយមានទីតាំងនៅចំកណ្ដាលក្រុងបាត់ដំបងតែម្ដងនិយាយទៅនៅកន្លែងរបស់គាត់នេះរៀបចំបានស្អាតមែនទេតែអញ្ចឹងទេប៉ុន្តែសម្បូរប្លង់ថតរូបបានស្អាតដែលយើងអាចអង្គុយញ៉ាំភេសជ្ជៈនៅខាងក្នុងហាងក៏បាននៅខាងក្រៅហាងក៏បានដែរនៅកន្លែងរបស់គាត់នេះសម្បូរភេសជ្ជៈឆ្ងាញ់ហើយតម្លៃសមរម្យរដងធ្លាប់តែផឹកម៉ាឆានៅសៀមរាបតែថ្ងៃនេះបដូរបរិយាកាសមកផឹកម៉ាឆាដល់បាត់ដំបងវិញម្ដងហាងកាហ្វេមួយនេះសម្រាប់អ្នកដែលចូលចិត្តថតរូបអីដឹងអេសម្បូរប្លង់ថតរូបបានខ្ជូតដែរចង់ថតនៅខាងក្នុងហាងក៏បាននៅក្រៅហាងក៏បានទៅបរិយាកាសបែបនេះគឺថាឈៀលមែនទេចេញពីហាងកាហ្វេមកពួកខ្ញុំក៏បន្តដំណើរមកកាន់វត្តសំរោងក្នុងដែលវត្តមួយនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ1707នៅបរិវេណវត្តនេះត្រូវបានគេចាត់ទុកថាជាវាលពិឃាតខេត្តបាត់ដំបងដោយសារតែទីតាំងព្រះវិហារចាស់ត្រូវបានគេយកធ្វើជាគុកហើយអគារសារមន្ទីរវត្តសំរោងក្នុងត្រូវបានប្រើប្រាស់ជាកន្លែងសួរចម្លើយនិងអគារមួយចំនួនទៀតត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅនិងកន្លែងផ្ទុកសម្ភារៈរបស់ពួកខ្មែរក្រហមហើយនេះគឺជាលើកទី1របស់ខ្ញុំហើយដែលបានមកដល់វត្តសំរោងក្នុងនេះដោយសារតែចង់មកឃើញផ្ទាល់ក៏ដូចជាយល់ដឹងបន្ថែមទាក់ទងនឹងប្រវត្តិនៃសម័យខ្មែរក្រហមហើយសម្រាប់ការចូលមកទស្សនានៅនេះគឺមានរហូតដល់11ទីតាំងនិយាយទៅខ្ញុំដើរបានសពគ្រប់ទាំង11ទីតាំងទេដើរមើលបានតែប្រហែលជា2ទៅ3ទីតាំងអីដោយសារតែពេលដែលខ្ញុំអានទាក់ទងនឹងប្រវត្តិទៅតាមទីតាំងនីមួយៗធ្វើឲ្យខ្ញុំមានអារម្មណ៍ថាក្តុកក្តួលខ្លាំងមែនទេនិយាយទៅវាជាមហាសោកនាដកម្មដ៏ឈឺចាប់និងខ្លោចផ្សាបំផុតរបស់ប្រជាជនខ្មែរយើងសម្រាប់បងប្អូនទាំងគ្នាដែលចាប់អារម្មណ៍ក៏ដូចជាចង់ស្វែងយល់បន្ថែមទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរយើងនាសម័យខ្មែរក្រហមអាចមកទស្សនានៅវត្តសំរោងក្នុងផ្ទាល់បានសម្រាប់វីដេអូរបស់ admin ថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយ